ហើយរាប់អានគ្នាទៅបាន2ខែបាទត្រូវអាប្រូវិតបាទប្រូវិតខ្ចីម៉ូតូទៅទិញទឹកផឹកបាទទិញទឹកផឹកបាត់ស្មោសូនឆឹងមកដល់ឥឡូវអស់រយៈពេល4ថ្ងៃហើយឥឡូវទិញទឹកអីហូបទិញទឹកអីហូបបាទទិញហើយប្រហែលថ្ងៃហើយបងតាំងពីថ្ងៃសុក្រថ្ងៃសុក្រទី15មកបាទចូលឥឡូវ19ហ្នឹងចុះទិញទឹកមកផ្លែនតែ5 4 5ថ្ងៃហ្នឹងអូនយកម៉ូតូទៅផ្សេងទិញម៉ូតូទិញទឹកមានឈ្មោះគេឈ្មោះវិតគ្រូ ឈ្មោះវិត បាទប្រូវិតហ្នឹងមែន ប្រូវិតបាទអូនហ្នឹងធ្វើការយើងវាអត់ធ្វើការដើរដេញស្អីធ្វើស៊ីម៉ូតូធ្វើស៊ីម៉ូតូអាបងកាលណាកាន់រូបថតហ្នឹងកន្លែងត្រូវជាមិត្តជាមួយគ្នាមិត្តភក្តិដើរលេងគ្នាមិត្តភក្តិដើរលេងមួយគ្នាបាទស្គាល់គ្នាប្រហែលខែប្រហែលឆ្នាំប្រហែលថ្ងៃបងតែ2ខែបងហើយចូលជា2ខែតែ2ខែទេបាទហើយធ្វើម៉េចបានគេយកម៉ូតូnàyទៅបានវាខ្ចីទៅទិញទឹកបងខ្ចីទិញទឹកស្គាល់ពេលហ្នឹងខ្ចីទៅទិញទឹកហ្នឹងយើងនៅណាពេលមកយើងមិនដឹងថាវាយកទៅបាននៅវត្តធំនៅម្ដុំវត្តបតុមជប់ដើរលេងមែនក៏យ៉ាងម៉េចពេលយកព្រោះម៉ោង9ហើយ40ហើយហ្នឹងហើយនៅមួយក្រុមហ្នឹងគ្នាប្រហែលអ្នកមុនបងហ្នឹងទៅតែ2អ្នកខ្ញុំហើយគ្នាវានៅចាំក្នុង3អ្នកបាទទិញទឹកអីហូបទិញទឹកអីហូបបាទហើយប្រហែលថ្ងៃហើយបងតាំងពីថ្ងៃសុក្រថ្ងៃសុក្រទី15មកបាទចូលឥឡូវ19ហ្នឹងចូល4 5ថ្ងៃធ្វើការវិញអត់មានធ្វើការអីចឹងថ្ងៃវាធ្វើអីអត់ធ្វើទាំងអស់ហ្មងអត់ធ្វើទាំងអស់ហ្មងចុះមកលុយណាចាយបានអីបើប្រាប់ចាំថ្ងៃអូនវាឲ្យខ្ញុំជួយដើររកការងារឲ្យខ្ញុំខំដើររកការងារឲ្យបានធ្វើឥឡូវធ្វើស៊ីម៉ូតូទៀតស៊ីម៉ូតូទៅបាត់ដល់ជាប់បាត់ហើយម៉ូតូមកអីគេយកទៅហ្នឹងតូនិចក្រោះ26ពណ៌ខៀវបងលុតទិញដាច់ទិញដាច់ទៀតជុំលុយខ្លួនលុយប្រហែលខែប្រហែលឆ្នាំដែលយើងធ្វើការអង្ចឹងបានទិញម៉ូតូហ្នឹងបានបងយូរដែរបានសំងំបានដូរសេរីថ្មីបាទនិចក្រោះ026ក្តៅតែទិញទៀតតែទិញទៀតប្រហែលខែបងទិញបានហើយជា2ខែកន្លះហើយចុះស្គាល់ពីតាមណាពីដើរលេងជុំគ្នាណាបានខកគ្នារាប់បានធ្វើបងប្អូនមែនអត់តិចគ្រូពេលហ្នឹងមានបានស្បត់ស្បាយពីរៀងហើយអត់ទេណាហើយជួបបានធម្មតាទេបងចង់ដឹងពីអារម្មណ៍អ្នកស្ទីលដល់ណៃហើយជួបមុខគ្នាហ្នឹងបងផ្ទះឃើញក្រោយប្រហែលថ្ងៃមុននេះតែជួបនេះកាប់គ្នាអានេះគេជួបនេះគេរាប់បានគ្នាតាមស្រីអូយើងស្គាល់តាមស្រីណាហើយចុះក្នុងហ្នឹងអ្នកសកម្មភាពមានតែពីទាំងមួយឬក៏មានគ្នាប្រហែលអ្នកចូលរួម3អ្នកទៀត3អ្នកទៀតចូល3អ្នកទៀតចូលរួមរបៀបណាមុនបងហ្នឹងវាទៅតែ2អ្នកហើយអា2អ្នកទៀតវានៅអង្គុយចាំហ្នឹងចឹងហើយដល់នន្ទុះវាថាទៅជួបនោមហើយទៅបាត់អូអញ្ចឹងអាវិតហ្នឹងជិះម៉ូតូទៅមុនបាទតមក2អ្នកទៀតថាជួបនោមទៅបាត់តែដល់អូហើយវាទៅខែចាំមិនបានធ្វើការតំណែងនេះតាក់តងវាប្លុកចោលប្លុកចោលទាំងអស់ហ្មងទាំង3អ្នកហ្នឹងខ្ញុំស្គាល់ថាវិតហ្នឹងហើយគ្នាវាប្រហែលនោះខ្ញុំឆាត់ទូវាអត់ដឹងវាអត់ប្រាប់ជួយលាក់គ្នាណាជួយលាក់ក៏ឥឡូវដឹងថាអវិតយកម៉ូតូទៅលក់យកទៅប្រចាំឬមួយក៏យកទៅជីកជាខ្ញុំអត់ដឹងណាវាព្រោះឯម៉ូតូហ្នឹងលើថាដោះដាក់លេខបាត់ហើយដោះបាត់បាទស្គាល់ដូចជាដឹងស្លាកលេខម៉ូតូបងទីស្លាកលេខប៉ុន្មានដែរបងស្លាកលេខភ្នំពេញ 1MP 0074 0074បាទបាទនិចក្រោះ026ចៃញញទៅបបិកេស2ខែកន្លះបាទបាទឥឡូវនេះគឺពួកម៉ាក់សម្លាញ់ចិត្តស្គាល់គ្នា2ខែយកទៅបាត់បាទអូខេឥឡូវមានអីនិយាយទៅកាន់អាប្រូវិតទេខ្ញុំចង់ថាឲ្យវាយកម៉ូតូខ្ញុំវិញមកបើអត់ចង់មានរឿងវែងឆ្ងាយយ៉ាងអត់ចង់ឲ្យប្រូវិតយកម៉ូតូមកឲ្យវិញដកពីបណ្ដឹងអត់ដកណាបាទអូខេចឹងមានអីស្នើទៅដល់សមាជិកខាងប៉ុស្តិ៍ចាក់ទៅមុខដើម្បីឲ្យលោកជួយស្រាវជ្រាវសូមពូជួយស្រាវជ្រាវក្រុមម៉ូតូខ្ញុំផងជនណាយមតាមដានទស្សនានៅព័ត៌មានរបស់អង្គភាព KNU បាននៅគណៈវេលាម៉ោង10យប់ទៅហើយថ្ងៃទី19ខែសីហាឆ្នាំ2026មាននៅបងប្អូនប្រហែលពី3នាក់នេះបើកាន់រូបថតបាទប្រុសម្នាក់បាទដែលគាត់កាន់មុខនេះយើងអត់ដឹងថាគោលបំណងក្នុងរឿងរ៉ាវអ្វីនោះទេហើយគាត់ចង់បកស្រាយអំពីរឿងរ៉ាវអ្វីហើយបញ្ហាអ្វីយើងនឹងសាកសួរគាត់ទាំងអស់គ្នាផងដែរស្រាបងបាទមករកបងទាំង3ទាំង4នាក់ហ្នឹងមានបញ្ហាដែរបងបាត់ម៉ូតូឥឡូវបងសុំស្គាល់ឈ្មោះបងទីអូនមានឈ្មោះអីសនសាទបងសនសាទអាយុប៉ុន្មានហើយឆ្នាំនេះអាយុ18ឆ្នាំប្រកបមុខរបរដែរបងហើយធ្វើការរោងចក្រធ្វើការរោងចក្រនៅណាដែរអូននៅកបូលថ្ងៃនេះមកជួបបងកាន់រូបថតបងប្រុសម្នាក់ដែលមានសក់វែកទាហៀងស្រស់ស្អាតនេះមានបញ្ហាអីបងធ្វើស៊ីម៉ូតូធ្វើស៊ីម៉ូតូបងកាលណាកាន់រូបថតហ្នឹងកន្លែងត្រូវជាមិត្តជាមួយគ្នាមិត្តភក្តិដើរលេងគ្នាមិត្តភក្តិដើរលេងមួយគ្នាបាទស្គាល់គ្នាប្រហែលខែប្រហែលឆ្នាំប្រហែលថ្ងៃបងតែ2ខែបងហើយចូលជា2ខែតែ2ខែទេបាទទៅ2ខែបាទ
hay thêm mấy bạn kia vô tô này tụi bạn វាខ្ចីទៅទិញទឹកបង xây tinh tật វិញនិយាយហូប Sport bên nó xây tinh tật nó dương nơi nơi nè bên mà dương nhận tha video tụi bạn នៅវត្តតុំពូ nơi mà đông qua tôm Dạ. ở trong bên này đặc xây nó xây màu pe giúp đá lên mấy đứa coi chẳng mày ពេលយកពូម៉ោង9ហើយខ្សែហ្នឹង មក hay 4ជាង năng hay nơi mùi crom nó khi mà nè មុនបងហ្នឹងទៅតែ2អ្នកខ្ញុំហើយគ្នាវានៅចាំក្នុង3នាក់ បាទ hayបន្ទាប់មកយ៉ាងមិនទៀតវាប្រាប់ថាមិនថាខ្ចីម៉ូតូណៃយកទៅ ទិញទឹកអីហូប ទិញទឹកអីហូប ទិញ ហើយប្រហែលថ្ងៃហើយបង តាំងពីថ្ងៃសុក្រពូ ថ្ងៃសុក្រទី15មក បាទ ចូលឥឡូវ19ហ្នឹង ហ្នឹងហើយ ចូល4 5ថ្ងៃ 4ថ្ងៃ ចុំទិញទឹកមកផ្លែនហើយ5 4 5ថ្ងៃហ្នឹង បាទ ចុះអូនមានអូនយកម៉ូតូទៅខ្ចីទិញចេញម៉ូតូទិញទឹកមានឈ្មោះគេ ឈ្មោះវិតពូ ឈ្មោះវិត ប្រូវីតហ្នឹងមែន ប្រូវិតហ៎ បាទ ប្រូវីតហ៎ គេហៅវាអាវិត អញ្ចឹងអូនធ្វើកាយគេ វាអត់ធ្វើការដល់ដេញស្រូវ ចុយលាត់មាត់បាត់អញ្ចឹងអូនហ្នឹងឈ្មោះប្រូវីត បាទ បាទ ប្រូវីតហ្នឹងមានធ្វើការអីទេ អត់ទេពូ ធ្វើការអីវិញអត់មានធ្វើការអីអញ្ចឹងថ្ងៃវាធ្វើអី អត់ទេ អត់ធ្វើទាំងអស់ហ្មង បាទ អីងស់ហ្មង ចុះមកលុយណាចាយបានអីបើប្រចាំថ្ងៃអូន វាឲ្យខ្ញុំជួយដើររកការងារឲ្យខ្ញុំខំដើររកការងារឲ្យបានធ្វើឥឡូវធ្វើស៊ីម៉ូតូទៀត ស៊ីម៉ូតូទៅបាត់ដល់ ឈប់បាត់ហើយបើម៉ូតូមកអីគេយកទៅហ្នឹង តូនិចក្រោះ26ពណ៌ខៀវ បងលុតទិញដាច់ ទិញដាច់ ទិញ ទិ ដា ញ ច់ ដាច់ទៀត ជុំ លុយខ្លួន លុយប្រហែលខែប្រហែលឆ្នាំដែលយើងធ្វើការរងចាំងបានទិញម៉ូតូនឹងបានបង យូរដែរ យូរដែរ សមបាន សំងំបានដូរសេរីថ្មី បាទ លេខក្រ26ក្តៅ តែ ក្តៅ ទិញទៀតពូ ធ្វើតែ ខ្ញុំទិញទៀតទិញបានប្រហែលខែបង ទិញបានប្រហែលជា2ខែកន្លះ ចូល 2ខែកន្លះវាគប់សំជាមួយនឹងស្គាល់អាវិតនេះ2ខែ ខែ អូអញ្ចឹងអានេះសង្ងំ ជីម៉ូតូមកក្តៅគូលស្រួលហ្នឹងអញ្ចឹងម៉ូតូមិនទាន់សក្លាហ្នឹង2ខែកន្លះហ្នឹង នៅថ្មីទាំងអស់ហ្នឹង នៅថ្មីទាំងអស់ប្រហើយ បាទ ហ្នឹងហើយចុះស្គាល់អាវិតតាមណាអាវិតហ្នឹង ដើរលេង ដើរលេងជុំគ្នា បាទ ជួបគ្នាណាមកស្គាល់គ្នារាប់អានធ្វើបងប្អូនមែន កោះពេជ្រពូ ពេលហ្នឹងមានបានស្បត់ស្បាយអីមួយគ្លៀងឡើយ អត់ទេពូ អត់ទេណា បាទ ហើយជួប អានធម្មតាទេ បងចង់ដឹងពីអារម្មណ៍អ្នកស្ទីលដល់ណៃហើយជួបមុខគ្នាហ្នឹងបងប្រទះឃើញក្រោយប្រហែលថ្ងៃមុននេះថាជួបនេះកាប់គ្នា បាទ អានេះគេជួបនេះគេរាប់អានគ្នា តាមស្រីស្រី អូយើងស្គាល់តាមស្រីស្រីណាអញ្ចឹងស្គាល់គ្នាតាមស្រីស្រីក៏រាប់អានគ្នាទៅ បាទ ហើយចុះក្នុងហ្នឹងអ្នកសកម្មភាពមានតែអាវិតហ្នឹងមួយឬក៏មានគ្នាប្រហែលអ្នកចូលរួម 3នាក់ទៀតពូ 3នាក់ទៀត បាទ ជុំ 3នាក់ទៀតចូលរួមរបៀបណាបងប្អូន មុនបងហ្នឹងវាទៅតែ2នាក់ឯងហើយអា2នាក់ទៀតវានៅអង្គុយចាំហ្នឹងអញ្ចឹងហើយដល់នឹងទុះវាថាទៅជូននំហើយទៅបាត់យក អូអញ្ចឹងអាវិតហ្នឹងជិះម៉ូតូទៅមុន បាទ តមក2នាក់ទៀតថាជួននំទៅបាត់តែដល់អូ ហើយវានៅមួយគ្នា ចាំមានបានធ្វើការតំណែងតំណងគ្នាហើយអូន តាក់តងវាប្លុកចោលហើយ ប្លុកចោលទាំងអស់ហ្មងទាំង3នាក់ហ្មង តាំង3នាក់ហ្នឹងខ្ញុំស្គាល់ថាវិតហ្នឹងហើយគ្នាវាប្រហែលដូចខ្ញុំឆាតទូវាអត់ អត់ដឹង វាអត់ប្រាប់ហ៎ ជួយលាក់គ្នាណា វាជួយលាក់ ចុះឥឡូវដឹងថាអាវិតយកម៉ូតូទៅលក់យកទៅប្រចាំឬមួយក៏យកទៅជីកជា ខ្ញុំអត់ដឹងដែរវាព្រោះអីម៉ូតូហ្នឹងលើថាដោះផ្លាកលេខបាត់ហើយ ដោះបាត់ហើយ ជុំ ហើយវាថាម៉ូតូហ្នឹងវាគេធាក់ប្លន់តទៀត ចូល ឬព័ត៌មានពីណាមក វាថាវានិយាយវាបាក់ដៃវាថតឲ្យស្រីស្រីមើលអញ្ចឹងហើយស្រីស្រីប្រាប់ខ្ញុំ ជឿដែរ អត់ជឿបង អូខេ តែអាវិតបាក់ដៃពិតប្រកបមែនអត់ វាថតមករុំដៃអញ្ចឹងវាថាវាបាក់ដៃ តែរុំជើងក៏យើងមើលមិនដឹង ឥឡូវបងសុំស្គាល់ក៏ដូចជាដឹងស្លាកលេខម៉ូតូបងអូនទីស្លាកលេខប៉ុន្មានដែរបង ផ្លាកលេខភ្នំពេញ 1MP 0074 0074 បាទ បាទនិចក្រោះ026 ចេញញញទៅបបវិកេស2ខែកន្លះ បាទពូបាទ បាទឥឡូវនេះគឺពួកម៉ាក់សម្លាញ់ចិត្តស្គាល់គ្នា2ខែយកទៅបាត់ បាទពូបាទ ចឹងឥឡូវមានអីដឹងហើយនៅដឹង ដាក់ឲ្យអស់ពូ ដាក់ឲ្យអស់ហើយណាអូខេឥឡូវមានអីនិយាយទៅកាន់អាប្រូវីតទេ ខ្ញុំចង់និយាយថាឲ្យវាយកម៉ូតូខ្ញុំវិញមកបើអត់ចង់មានរឿងវែងឆ្ងាយ យ៉ាង អត់ចង់ ចុះ ឲ្យ បើប្រូវិតយកម៉ូតូមកឲ្យវិញដកពីបណ្ដឹងអត់ ដកពូដក ដកណា បាទ ចឹងដាក់ពីបណ្ដឹងនៅប៉ុណ្ណាពេលហ្នឹង នៅមុខនៅចិត្តហ្នឹងដែរ ចិត្តបបតុំហ្នឹងឯងចឹងប៉ុសលេខភាសាអត់ទេចាក់ទៅមុខ ចាត់ទៅមុខហ៎ បាទខាងនោះវិញ អូចាត់ទៅមុខមិនជាហៀងគ្នាម្នាក់ បាទ អូខេចឹងមានអីស្នើទៅដល់សមាជិកខាងប៉ុស្តិ៍ចាត់ទៅមុខដើម្បីឲ្យលោកជួយស្រាវជ្រាវហ៎ ខ្ញុំសូមស្នើដល់លោកពូ សមាជិក សមត្ថកិច្ច ប៉ុស្តិ៍លេខភាសាប៉ុស្តិ៍ចាត់ទៅមុខ ប៉ុស្តិ៍ចាត់មុខសូមពូជួយស្រាវជ្រាវរកម៉ូតូខ្ញុំផង បាទចុះបងពេលបន្ទាប់ពីការបន្ទាប់ពីដែលពួកម៉ាក់សម្លាញ់ចិត្តបាទសំណប់ចិត្តបងអូនមកយកម៉ូតូទៅបាត់រយៈពេលប្រហែលថ្ងៃហ្នឹងមានការលំបាកអ្វីខ្លះទៅកាន់បងអូន
ដេកអត់លួ ដេកអត់ បើ លក់ទេ ភ្នែក បើភ្នែក បានចិត្តភ្លឺបានរែងចងំដេក ដេកនឹកម៉ូតូប្រហើយ បាទ ធ្លាប់ដេកឲ្យម៉ូតូប្រហែល2ខែកន្លះហ្នឹង បាទ ដល់ពេលដេកមកងើបមកបាត់ម៉ូតូមានអារម្មណ៍ថាសោកស្ដាយមានអារម្មណ៍ថាស្ដាយក្រោយមកតែរត់អានអញ្ចឹង ធ្លាប់តាមមានម៉ូតូជិះយើងហឺហាដែរដល់ពេលយើងត្រូវបានពុកម៉ាក់2ខែខ្ចីយកទៅស៊ីបាច់បាត់ចឹងយកទៅញ៉ែស្រីតបាត់ចឹងអានេះជឿវាយកលក់ដែរវាគេប្លន់វាតដែរ អត់ជឿពូ អត់ជឿទេណា បាទ ជឿស្អីអូណាមនុស្សវាខូចនឹងអីយកម៉ូតូណាយកលក់បាត់ហើយពួកអញ្ចឹងយើងអត់មានត្រូវនិយាយប្រុសមួយពួកវាទេព្រោះវាជាមនុស្សដែលសង្គមដែលគេពេញចិត្តអត់ទូស្គាល់ទេអញ្ចឹងអានេះក៏ជាកំហុសមួយបងអូនដែរដែលបងអូនរាប់អានមនុស្សមើលអត់មើលថាចិត្តគេមើលវាថាចិត្តមនុស្សមើលមិនឃើញទេតែរាប់អានមនុស្សត្រូវតែមើលផងថាតើគ្នាគេនឹងរាប់អានជាមួយមនុស្សណានោះណាអញ្ចឹងត្រូវប្រយ័ត្នប្រយែងចំពោះការខ្សែគប់ យើងខ្សែគប់យើងស្គាល់តែមុខវាអត់ស្គាល់ចិត្តទេទី1យើងដឹងប្រវត្តិរបស់គេថាពីមុនធ្លាប់ធ្វើអី បាទ ដើរជាមួយអ្នកណាដើរជាមួយនឹងបពពួកណាដល់ពេលដើរចំប៉ះមនុស្សខូចដល់ពេលមកជួបយើងមនុស្សល្អអាកាសពេលណាដែលខ្ចីម៉ូតូអញគឺយកទៅបាត់អាចនឹងមិនមែនជាមួយករណីទេអាចនឹងធ្លាប់ធ្វើជាអីផ្សេងទៀត ហ្នឹងហើយ ខ្ញុំ យ៉ាប់យ៉ៃ លឺថាគ្នាវាថាកាប់ប្លន់ដែរ ជុំ ពួកធីមកាប់ប្លន់ទៀត បាទ ចុះនេះមិនដឹងថានេះធ្លាប់បានទេ ព្រោះខ្ញុំអត់ដឹងដែរខ្ញុំលឺនេះមុននឹងយកម៉ូតូខ្ញុំពួកស្រីប្រាប់ខ្ញុំតាមក្រោយវាយកម៉ូតូខ្ញុំហើយបានលឺស្រីប្រាប់ថាវាកាប់ប្លន់កាប់អី ចង់បោកជាមួយគេដែរទេ អត់ទេពូអត់ដឹងហ៎ យើងនឹងធ្វើការងើបធ្វើការដេកឲ្យធ្វើការណា បាទ អត់មានទៅបោកធីមបោកអីគេក្លុកទីក្រុងទេណា អត់ទេ ល្អបងកុំប្រឹងធ្វើការឥឡូវបន្ទាប់ពីការបាត់ហើយឥឡូវផ្នែកមានដឹងបង ដឹងអស់ហើយ ដឹងគាត់ថា គាត់អត់ហ៊ានស្ដីខ្ញុំមកខ្លាចបាក់ទឹកចិត្ត បាក់ទឹកចិត្ត បាទ ឥឡូវបង អត់អីទេវាបាត់ហើយយើងរកថែមទិញថ្មីទៀត សមត្ថកិច្ចគាត់នឹងស្រាវជ្រាវបន្ថែមហើយពន្លឿននៃការស្វែងរកជនសង្ស័យដែលណាជនជាប់ជនត្រូវចោទដែលមានឈ្មោះថាប្រវិតដែលស្គាល់គ្នាជាមួយបងអូននឹងបានតែ2ខែទេហើយម៉ូតូទៅបន្តិចបាន2ខែកន្លះ បាទ ជីមិនទាន់បាននឹងក្តៅដៃក្តៅគូស្រួលបួលផងសម្បកកក៏មិនទាន់បានសឹកទេ បាទ បាទឥឡូវគឺយកទៅបាត់ហើយលើថាបច្ចៈពីអ្នកស្គាល់ប្រវិតនេះថាជីម៉ូតូយកទៅហើយគេប្លន់តទៀត បាទ បាទយើងមិនដឹងថារឿងរ៉ាវទាំងអស់ហ្នឹងមិនទេមានតែកំណត់ស្មារតីជំនាញទេតែគាត់ស្រាវជ្រាវទៅដឹងថាគេប្លន់តឬមួយក៏បុគ្គលហ្នឹងក៏ធ្វើស៊ីគេហើយគាត់និយាយបំភ្លៃថាគេប្លន់ត បាទ បាទ តែបើលឺដឹងថាសិទ្ធិពួកធីមកាប់ប្លន់នេះណាមកប្លន់តទៀត បាទ អានេះយើងមិនដឹងទេអ្វីដែលគាត់និយាយវិជាការលើកឡើងរបស់គាត់ទេអញ្ចឹងទុកពេលឲ្យខាងសមាជិកលោកជួយធ្វើការស្រាវជ្រាវឲ្យបងទៅបាទប្រិមត្តជនបន្ទាប់ពីបានស្ដាប់នៅរឿងរ៉ាវរបស់បងរួចហើយរាប់អានគ្នាទៅបាន2ខែបាទត្រូវអាប្រូវិតបាទប្រូវិតធ្វើខ្ចីម៉ូតូទៅទិញទឹកផឹកបាទទៅទិញទឹកផឹកបាត់ស្មៅសូនឆឹងមកដល់ឥឡូវអស់រយៈពេល4ថ្ងៃហើយឥឡូវបងក៏បានដាក់ពាក្យបណ្ដឹងរួចរាល់អស់ដែរខំតែសមាជិកឲ្យប៉ុស្តិ៍ចាត់ទៅមុខបាទជួយធ្វើការស្រាវជ្រាវបាទរកមុខនៅប្រូវិតដែលធ្វើស៊ីម៉ូតូបងប្អូនបាទដែលលួចយកទៅបាត់ហ្នឹងរយៈពេល4ថ្ងៃហើយបាទជួយនាំខ្លួនក៏ដូចជានាំយកម៉ូតូជូនបងអូនវិញផងបាទដើម្បីឲ្យបងអូនបានមានម៉ូតូអីជិះហើយដូចគេដូចឯងទៅហើយ Nextone 26ថ្មីស្រឡាងទៀតបាទអញ្ចឹងឥឡូវនេះគឺសល់ត្រឹមតែរូបថតរបស់ Pro Vit ទេយកមកបង្ហោះបាទយកមកបង្ហាញដើម្បីឲ្យសមាជិកបានឃើញថានេះគឺជាមុខរបស់ជនត្រូវចោទដែលបានអូនប្រុសកាន់មកដើម្បីឲ្យសັບផ្សាយក្នុងការឲ្យសមាជិកលោកបានឃើញនិងបានស្វែងរកផងដែរបាទអញ្ចឹងយើងមានតែប៉ុណ្្នឹងទេហើយនេះគឺជាការរាប់អានមនុស្សបាទឲ្យមើលផងមកថាមនុស្សណាល្អមនុស្សណាអាក្រក់បាទខ្សែគប់ក៏ត្រូវតែខ្សែគប់មើលដែរដើរលេងអីហ្នឹងទៅយើងស្ទាវអីក៏ស្ទាវទៅដើរលេងក្នុងផ្លូវល្អទៅកុំអូសដាវបាទកុំធាក់ប្លន់កុំកាប់ប្លន់កុំអីចឹងបាទលទ្ធផលវាមិនដែលបានផលល្អទេបាទយើងធ្វើនៅអំពើមិនល្អនោះបាទអញ្ចឹងយើងដើរលេងដើរតែសុបាយទៅកុំដើរទៅខូចដើរទៅកាប់គេកាប់ឯងចឹងមកវាមិនជាទង្វើមួយដែលសង្គមគេចូលចិត្តទេបាទអញ្ចឹងរឿងរ៉ាវខាងលើនេះជួយshare ចែកម្លែកផងដើម្បីឲ្យសមាជិកលោកបានឃើញក៏ដូចជាធ្វើការស្រាវជ្រាវរកមុខនៅជនត្រូវចោទបាទរបស់បងអូនដែលបានចោទទៅលើបងអូនឈ្មោះ Pro Vit ដែលបានយកម៉ូតូរបស់បងអូនលួចយកទៅបាត់អស់រយៈពេល4ថ្ងៃផងដែរបាទអញ្ចឹងខ្ញុំមានតែត្រឹមប៉ុណ្្នឹងទេបាទអរគុណបាទប្រិយមិត្តជនខ្ញុំបាទអ៊ុំស្រស់រួមជាមួយលោកណងមឿនបាទសូមអរគុណនិងសូមបាទសូមអរគុណនិងសូមគោរពលាបាទ